มาจุ่มในสายทำไมจมูกหนึ่งการวิธีจะรกก่อนไงนี่มีเรื่องทำไมมาจะรกคือชีประเภทบอลิวูดหรือก่อนเนี่ยได้จดจัดประเภทตีแวกกระทาประวัติศาสตร์របស់ប្រទេសឥណ្ឌាដែលរឿងនេះមានចំណងជើងថារាមាយណៈដែលបើយើងនិយាយពាក្យថារាមាយណៈអ្នកនរគ្នាប្រហែលជាអត់សូវសមវិជ្ជាអីប៉ុន្តែបើនិយាយថារឿងរាមកេរ្តិ៍អ្នកនរគ្នាប្រហែលជាស្គាល់ច្រើនមែនទេដែលរឿងរាមាយណៈរបស់ប្រទេសឥណ្ឌាមួយនេះគឺជាភាពយន្តភាគបែបទេវកថាដ៏ធំបំផុតហ្មងប្រចាំប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌាដែលណាក៏គេដឹងដែររឿងហ្នឹងសំបីតែរឿងនេះក៏ជាឥទ្ធិពលមកដល់ខ្មែរយើងដែរដែលយើងមានអក្សរសិល្ប៍មានជាអក្សរសិល្ប៍នៅក្នុងភាសាខ្មែររបស់យើងដែលមានចំណងជើងថារឿងរាមកេរ្តិ៍ដែលដាក់ឲ្យយើងរៀននៅក្នុងសាលាហើយមិនតែប៉ុណ្ណោះយើងក៏ធ្លាប់បានទស្សនាគុណប្រភេទជារឿងភាគដែលយើងធ្លាប់ឃើញដែលគេចាក់ផ្សាយតាមទូរទស្សន៍អ្នកដែលអាយុសកលខ្ញុំឬអាយុបងខ្ញុំគឺធ្លាប់ឃើញនឹងបានមើលកុនអ្នកនរគ្នាដែលយើងឃើញបរិយាប្រយ័ត្នធ្វើសង្គ្រាមបាញ់ធ្នូចន្លាំងដែលមានកងទ័ពពីណូជាហនុមានហ្នឹងហើយធ្វើសង្គ្រាមជាមួយនឹងក្រុងរាមដើម្បីទៅដើមនាងសីតាមកវិញអាហ្នឹងគឺជារឿងដែលខ្ញុំនិយាយខ្លីៗនេះហើយឥឡូវហ្នឹងណាគឺ Sony Picture Cambodia Legend Cinema គឺគាត់ត្រឹមតែឲ្យហ៊ានដែរគាត់ត្រឹមតែបាន drop location រឿង location trailer រឿងរាមាយណៈហ្នឹងនៅក្នុង social media របស់គាត់ចឹងបានថារឿងរាមាយណៈនេះក៏មានវត្តមាននៅក្នុងរោងកុនប្រទេសខ្មែរដែរអញ្ចឹងឥឡូវយើងមកទស្សនា trailer រឿងរាមាយណៈរបស់គ្នាប៉ុន្តែគ្រាន់ថាខ្ញុំចង់និយាយថាវីដេអូ trailer នេះខ្ញុំឲ្យ credit ឲ្យជូន credit ទៅឲ្យ Legend Cinema Cambodia ជាមួយ Sony Picture Cambodia ក៏ដូចជា Westside Media Limited WML អញ្ចឹងយើងទៅទស្សនាវីដេអូ trailer ទាំងអស់គ្នាអូខេ Let's go. Halt! Who goes there? Your new king. The earth and the netherworld shall have one ultimate ruler. Ravana! Whenever the universe faces a severe threat, Lord Vishnu has taken an avatar in order to protect it. My firstborn, Ram. I would gladly sacrifice my life for the welfare of the world. It is my duty to uphold my father's word, Mother Kaikai. For you, 14 years of exile. On the day of our wedding, we made vows to one another. Our fates are now forever intertwined, and whatever lies before us, I shall accept. Princess of Janasthan, Surpanakha. I promise Ram will pay for what he did to you, Surpanakha. Not only will Ram's death be agonizing, so will his humiliation. If Ravan is the ruler of all three realms, then all three realms shall witness his death. I will bring back my Sita.
vengeance. មកយ៉ាងណាអ្នកគ្នាបន្ទាប់ពីបានទស្សនាtrailer របស់ឬក៏ឈុតគំរូរបស់រឿងរាមាយណៈរួចសម្រាប់ខ្ញុំពេញចិត្តមែនតើអ្នកគ្នាសម្រាប់ខ្ញុំខ្ញុំនិយាយត្រង់មកខ្ញុំអត់សូវចូលចិត្តមើលកុនឌីប៉ុន្តែរឿងដែលតាក់ទងជាមួយនឹងពលិមពលៈឬក៏រឿងរៀមកេរនេះគឺខ្ញុំចូលចិត្តមើលហើយជាក់ស្ដែងក្នុងវីដេអូ trailer នេះខ្ញុំមានអារម្មណ៍ថាគុណភាពរបស់ trailer នេះគឺល្អខ្លាំងសឹងតែមិនចង់ហៅថាវាជាភាពយន្ត Bollywood អាចហៅថា quality របស់ trailer រឿងហ្នឹងគឺអាច count ចូលជា Hollywood បានអ្នកនរគ្នាហើយយើងមើលជាក់ស្ដែងគឺ visual effect របស់គេគឺត្រជាក់ភ្នែកមែនតើហើយសូម្បីតែការធ្វើជាអាទិទេពរបស់គេឬក៏តួព្រាមប្រលាក់នៅក្នុងរឿងហ្នឹងហើយក៏សັດទេពនៅក្នុងទេវកថារបស់ឥណ្ឌាហ្នឹងគឺមានអារម្មណ៍ថាថ្មីប្លែកភ្នែកហើយ quality គឺចាប់អារម្មណ៍ចង់មើលមែនតើហ្មងអ្នកនរគ្នាខ្ញុំអត់គិតថាវាល្អដល់ថ្នាក់ហ្នឹងហើយបើតាមខ្ញុំទៅរឿងនេះចំណាយទុនផលិតរហូតដល់ជិត$100 លានដែលវាជាភាពយន្តដែលធំហើយនឹងចំណាយលុយច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រកុនរបស់ប្រទេសឥណ្ឌាអត់ដែលមានតែគេធ្វើដល់budget ប៉ុណ្ណឹងទេអ្នកនរគ្នាហើយកុំឆ្ងល់ថាហេតុអីបានរឿងនឹង visual effect ឬក៏យ៉ាងនិយាយថា VFX អីហ្នឹង best ហ្មងគ្រាន់តែមើលតែ trailer ប៉ុណ្ណឹងអ្នកនរគ្នាកុននេះគឺធ្វើនៅក្រោមដៃរបស់ក្រុមហ៊ុនជា DNEG ដែលជាក្រុមហ៊ុនកាត់តរូបភាពបច្ចេកវិទ្យាលំដាប់ពិភពលោកហើយក៏ជាក្រុមហ៊ុនដែលជាម្ចាស់ពានរង្វាន់ Oscar ជាច្រើនរឿងដែរដូចជារឿងដូចរឿងដែលគាត់បានចូលរួមធ្វើនោះមានដូចជា Inception Interstellar Dune Part 1 Dune Part 2 I guess ហ្នឹងហើយពីយន្តអស់ហ្នឹងសុទ្ធតែឈ្នះពាន Oscar ទាំងអស់អ្នកនរគ្នាអញ្ចឹងមិនឆ្ងល់តែហេតុអីបានកុនរបស់ឥណ្ឌាមួយហ្នឹងគឺចេញមកឆ្វាយត្រជាក់ភ្នែកដែលរឿងរាមាយណៈនេះដែរត្រូវបានគេផលិតចែកចេញជា2 part ដែល part ទី1គឺជារឿងរាមាយណៈនៅក្នុងឆ្នាំ2026នេះឯងហើយនឹងpart 2ដែលគេក្រុងចាក់នៅឆ្នាំ2027ឆ្នាំក្រោយអញ្ចឹងនៅក្នុង part 1នេះគឺសាច់រឿងគេនិយាយអំពីជីវិតកុមារភាពរបស់ព្រះរាមហើយនឹងជីវិតនឹងព្រឹត្តិការណ៍ដែលគាត់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងសេដាក៏ដូចជាព្រឹត្តិការណ៍ដែលព្រះរាមព្រះលក្សណ៍និងនាងសេដាត្រូវបានបណ្ដេញចេញទៅរស់នៅក្នុងព្រៃហើយនឹងព្រឹត្តិការណ៍មួយទៀតគឺជាតាក់ទងជាមួយនឹងព្រឹត្តិការណ៍ដែលនាងសេដាត្រូវបានក្រុងរាមចាប់យកទៅទុកនៅក្នុងក្រុងលង្កាចឹងសាច់រឿងនៅក្នុង part 1 ហ្នឹងគឺមានតែប៉ុណ្្នឹងឯងឯ part 2 វិញគឺគេនិយាយអំពីបន្ទាប់ពីព្រឹត្តិការណ៍ព្រះនាងសេដាហ្នឹងត្រូវបានក្រុងរាមចាប់យកទៅទុកនៅក្នុងក្រុងលង្ការួចព្រះរាមហ្នឹងក៏បានកេណ្ឌទ័ពឬក៏ប្រមូលទ័ពពីណឬក៏ទ័ពហនុមានហ្នឹងដើម្បីធ្វើស្ពានឆ្លងសមុទ្រដើម្បីទៅធ្វើសង្គ្រាមជាមួយនឹងក្រុងរាមនៅក្រុងលង្កាឯ part 2 ហ្នឹងគឺយើងនឹងឃើញសង្គ្រាមសុទ្ធតែម្ដងដែលធ្លាប់ឃើញពីមុនមកអញ្ចឹង part 1 នេះគ្រាន់ជា interaction ដូចខ្ញុំនិយាយដល់អ្នកនរគ្នាសូថាមវិញសម្រាប់ part 1 របស់រឿងរាមាយណៈនេះគឺគេក្រុងចាក់ international ហ្មងគឺនៅថ្ងៃទី6 ខែ 11 ឆ្នាំ 2026 ប៉ុន្តែសម្រាប់ប្រទេសឥណ្ឌាគេរងចាំចាក់ដល់ថ្ងៃទី8 ខែ 11 ឆ្នាំ 2026 សម្រាប់ពិធីបុណ្យ Diwali នៅប្រទេសឥណ្ឌាហ្នឹងឯងសម្រាប់ពិធីបុណ្យហ្នឹងមកគេចាក់ហើយសម្រាប់ part 2 ដូចគេចាក់នៅក្នុងពិធីបុណ្យហ្នឹងដដែលប៉ុន្តែនៅក្នុងឆ្នាំ2027សម្រាប់ show time ឬក៏ម៉ោងចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជារបស់យើងគឺនៅមិនទាន់បានច្បាស់ទេយើងគ្រាន់ដឹងថារឿងនេះប្រហែលជាមានវត្តមាននៅក្នុងរោងកុនរបស់យើងដែរតែគ្រាន់ថាម៉ោងចាក់បញ្ចាំងយើងក៏អាចជាចន្លោះនៅក្នុងខែ11ដូចគេអញ្ចឹងដែរអញ្ចឹងឬក៏មិនដែរទៀតយើងរងចាំតាមដានទស្សនានៅលើ page របស់ Sony Pictures Cambodia ឬក៏ page Legend Cinema ឬក៏ page របស់ WML ទាំងអស់គ្នាឬក៏នៅពេលណាដែលខ្ញុំទទួលបានព័ត៌មាន update ពីខាងពួកគាត់ទាំងអស់គ្នាឬពីខាង distributor ខ្ញុំនឹងមកប្រាប់អ្នកនរគ្នាម្ដងទៀតជាមួយនឹងម៉ោងចាក់បញ្ចាំងឬក៏ដូចជាថ្ងៃ show time របស់រឿងនឹងម្ដងទៀតជួបគ្នានៅវីដេអូចាក់រុកខាងក្រោយទៀត